ឲ្យរៀងក្រហមចឹងមកតោះមកយើងចាក់ទឹកស្ករហើយយើងដាក់ទឹកនៅទឹកខងទឹកណាចាក់ចូលទៅកុំឲ្យវារៀងខាប់ពេកហើយយើងត្រូវងាស់មួយបន្លែទៀតចឹងដាក់ទឹកតិចទៅក៏ល្អអូខេវាពុះបន្តិចចាំយើងដាក់បន្លែទៅពុទ្ធិខោយើងអាចញ៉ាំឆាយក៏បានយើងយកមកឆាយទៅបើសម្រាប់ខ្ញុំចូលចិត្តឆាចឹងជាងចូលចិត្តញ៉ាំភីខចឹងចូលចិត្តឆាអញ្ចឹងបន្ទាប់វាពុះហើយយើងចាក់បន្លែចូលបន្លែដែលយើងមានទឹកស្អាតហ្នឹងបន្លែពីណាគេចូលចិត្តញ៉ាំទេខតញ៉ាំខ្លាំងហ្នឹងចូលចិត្តញ៉ាំទេខតខ្លាំងមែនព្រោះយើងរំលឹកដល់ការយើងនៅរៀនថ្នាក់មត្តេយ្យចំនួនឆ្នាំ2006អ្នកក៏រៀនឆ្នាំ2006ដែរថាយើងទៅសាលាយើងចែកបាយជាមួយទេខតកួនកាលហ្នឹងគឺឆ្ងាញ់មែនតើបាយទេខតកួនចឹងបន្ទាប់ពីយើងដាក់បន្លែហើយយើងបង្ងាស់វាឲ្យបន្លែយើងនឹងទុំហើយចាំយើងដាក់ស្ករប៊ីចេងទៅឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ចឹងណាអូខេពេលនេះទៅខយើងនឹងពុះហើយចឹងយើងដាក់ស្ករមកចុងស្ព្រេចឹងណាប៊ីចេងប៉ុណ្ណេះណាបន្ទាប់មកយើងដាក់ទឹកត្រីបន្តិចហើយវារសជាតិប្រៃញ៉ាំមួយបាយទៅឆ្ងាញ់ចឹងណាពេលចឹងណាអូខេចុងក្រោយគេយើងត្រូវគោះពងទាដាក់ទៀតមកហើយវាមានរសជាតិកាន់តែឆ្ងាញ់